បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំនឹងបង្ហាញមេរៀនបងប្អូនបន្តទៀតនៃកម្មវិធី Microsoft Excel 2016ដោយការវីដេអូមុនខ្ញុំបានបង្ហាញបងប្អូនពី interface នៃកម្មវិធី Microsoft Excel 2016តើមានចំណុចអ្វីខ្លះពីនីមួយទៅនីមួយហើយនឹងរបៀប save នៃឯកសារអញ្ចឹងសម្រាប់ថ្ងៃនេះផងដែរគឺខ្ញុំបង្ហាញបងប្អូនបន្តទៀតទៅលើ1.9ការប្រើប្រាស់ស្លឹកកិច្ចការមានឈ្មោះថា sheet អញ្ចឹងមានន័យថា sheet តើយើងប្រើប្រាស់ដូចម៉េចដើម្បីប្រើប្រាស់ sheet បានអញ្ចឹងហើយខ្ញុំសូមអានទាំងអស់គ្នាបងប្អូនស្ដាប់ទាំងអស់គ្នានិងស្វែងយល់ទាំងអស់គ្នាអញ្ចឹងដើម្បីយើងអាចប្រើប្រាស់កលិកការឬក៏ sheet នេះបានយើងត្រូវអញ្ចឹងខ្ញុំសូមអានអញ្ចឹងកម្មវិធី Microsoft Excel 2016គឺមាន sheet ទាំងអស់ចំនួន25 sheet ដើម្បីជៀសវាងការច្រឡំនៅពេលប្រើ sheet ច្រើនក្នុង file តែមួយលោកអ្នកត្រូវដាក់ឈ្មោះឬដាក់ពណ៌ខុសៗគ្នាដើម្បីចំណាំអូខេបន្តទៀតការដាក់បន្ថែម sheet ជាទូទៅនៅពេលដែលយើងប្រើកម្មវិធី Microsoft Excel មក sheet ដែលបង្ហាញមានចំនួនតែមួយឬចំនួនខ្លះមាន3ប៉ុណ្ណោះគឺมันគ្រប់គ្រាន់នឹងតម្រូវការប្រើប្រាស់របស់យើងទេហេតុនេះហើយត្រូវធ្វើការបន្ថែម insert ឬក៏ចុចសញ្ញាបូកចុចលេខបូកត្រង់លេខ2អូខេអញ្ចឹងមានន័យថានៅពេលដែលបងប្អូនបង្កើត sheet មួយទៅមួយបងប្អូនអាចច្រឡំនឹងថា sheet មួយនេះយើងធ្វើអីហើយ sheet មួយនេះយើងធ្វើអីទេអញ្ចឹងដើម្បីកុំឲ្យច្រឡំយើងអាចដាក់ឈ្មោះ sheet ហ្នឹងមានន័យថា sheet ទី1ឧទាហរណ៍ថា sheet ទី1កអញ្ចឹងទៅ sheet ទី2ខអញ្ចឹងទៅបាទហើយដើម្បីដាក់បន្ថែម sheet យើងចុចទៅលើសញ្ញាបូកអញ្ចឹងដើម្បីដឹងបន្ថែមអញ្ចឹងខ្ញុំសូមចូលទៅមើលរូបភាពបន្តអញ្ចឹងមានន័យថាដើម្បីដាក់ឈ្មោះទៅលើ sheet យើងចុចកន្លែងនេះគឺមកឆ្វេង2ដងឲ្យជាប់ទៅឬក៏ចុចមកស្ដាំយកពាក្យថា rename បន្ទាប់មកយើងដាក់ឈ្មោះទៅយើងចុច enter គឺវាលោតមកនេះហើយអូខេទី2យើងដើម្បីបង្កើត sheet បានបងប្អូនជួយមកកន្លែងសញ្ញាបូកបងប្អូនចុច click មួយទៅគឺចេញ sheet មួយទៀតហើយអញ្ចឹងដើម្បីឲ្យមានការអនុវត្តហើយបងប្អូនយល់ខ្ញុំសូមចូលទៅអនុវត្តនៅក្នុងកម្មវិធីតែម្ដងអញ្ចឹងណាអូខេអញ្ចឹងខ្ញុំបានចូលមកកម្មវិធី Microsoft Excel 2016ហើយអញ្ចឹងនេះខាងក្រោមនេះគឺជា sheet អូខេពេលនេះខ្ញុំមើលឃើញតែ sheet 1ទេអត់ទាន់មានឈ្មោះទេអញ្ចឹងបងប្អូនដើម្បីដាក់ឈ្មោះទៅលើ sheet នេះបានវាមាន2ជម្រើសឬក៏មានច្រើនជម្រើសជាងហ្នឹងក៏ប៉ុន្តែខ្ញុំសូមបង្ហាញបងប្អូនតែ2ជម្រើសតែប៉ុណ្ណោះអញ្ចឹងដើម្បីដាក់ឈ្មោះលើ sheet នេះបានបងប្អូនយកម៉ាវនេះអាសញ្ញាព្រួយនេះបងប្អូនយកដាក់នៅចំពីលើបន្ទាប់មកទៀតបងប្អូនយកម៉ាវឆ្វេង2ដងចុច2ដងឲ្យញាប់ពេលនោះគឺវាមានន័យថាវាចេញពណ៌ខ្មៅលើនេះអញ្ចឹងបងប្អូនចុចbackspace បងប្អូនសរសេរទៅឧទាហរណ៍ខ្ញុំសរសេរថាអូខេឬក៏ខ្ញុំសរសេរថារៀនហ្នឹងទៅរៀនខ្ញុំចុច enter ពេលនោះគឺមានឈ្មោះថារៀនអញ្ចឹងដើម្បីដាក់ឈ្មោះក៏ដូចជាដាក់ពណ៌ទៅលើ sheet នេះខ្ញុំធ្វើមិនបានបងប្អូនយកម៉ៅមកដាក់នឹងដដែលបន្តមកទៀតបងប្អូនយកម៉ៅស្ដាំបងប្អូនយកពាក្យនេះ tab color បងប្អូនចុចលើ tab color បងប្អូនរើសពណ៌ឧទាហរណ៍ខ្ញុំចង់រើសពណ៌លឿងនេះចុចលើពណ៌លឿងពេលនោះគឺយើងបានពណ៌ទៅលើ sheet អូខេអញ្ចឹងដើម្បីចូលជម្រើសទី2នៃការកែប្រែ sheet ឬក៏ edit sheet បងប្អូនចុចកន្លែងនេះបងប្អូនយក double click ពីដុតនេះវិញក៏បានបងប្អូនចុចមកស្ដាំបងប្អូនយកពាក្យ rename ក៏បានដូចគ្នាដែរបងប្អូនចុច rename ក៏បានអូខេនេះដូចបានដូចគ្នាអញ្ចឹងទី2ដើម្បីបងប្អូនបង្កើត sheet បានមួយទៀតបងប្អូនចុចនេះកន្លែងសញ្ញាបូកនេះបងប្អូនចុចបកទៅគឺបង្កើត sheet មួយទៀតអូខេអញ្ចឹងកន្លែងបង្កើត sheet នេះយើងមាន2ដូចគ្នាយើងចង់បង្កើត sheet ចុចសញ្ញាបូកក៏បានឬក៏យើងចង់បង្កើត sheet ចុចកន្លែងនេះមកស្ដាំបន្តមកបងប្អូនយកពាក្យថា move or copy អញ្ចឹងកន្លែង move or copy នេះបងប្អូនអាច
មានន័យថាឧទាហរណ៍ថាខ្ញុំទៅសេអក្សរនៅលើស៊ីតរៀននេះ KKRTT ទៅអញ្ចឹងខ្ញុំចង់ copy ស៊ីតមកស៊ីតមួយទៀតដើម្បីឲ្យអក្សរទាំងអស់នេះជាប់នឹងហ្នឹងឧទាហរណ៍ខ្ញុំសូមលុបវាចោលសិនអូខេខ្ញុំសរសេរវិញនៅក្នុងស៊ីត2តោះខ្ញុំសរសេរស៊ីតរៀនគឺអាប់អាយទៅអញ្ចឹងដើម្បីខ្ញុំចង់ copy ស៊ីតនេះមកមួយទៀតដើម្បីឲ្យអក្សរអាប់អាយនៅជាប់នឹងហ្នឹងបងប្អូនគ្រាន់តែចូលមកកន្លែងនេះយកមកស្ដាប់យកពាក្យថា more ឲ្យ copy បងប្អូនចង់បង្កើតស៊ីតបងប្អូនគ្រាន់តែចូលពាក្យថា create copy នេះមកបងប្អូនចុច OK គឺពេលនោះគឺ sheet មកមួយទៀតគឺកន្លែងនេះគឺដាក់ថាសញ្ញាលេខ2នេះមានន័យថា sheet 1 sheet 2ឧទាហរណ៍ណាអញ្ចឹងគឺអក្សរបាត់ទេបងប្អូនអូខេអញ្ចឹងដើម្បីបងប្អូនកុំឲ្យថាយើង copy មកជាប់ទាំងអក្សរនេះបងប្អូនគ្រាន់ចុចទៅលើសញ្ញាបុកនេះពេលនោះគឺ sheet របស់យើងបានបង្កើតមួយទៀតអញ្ចឹងរបៀបដាក់ឈ្មោះហើយនិងរបៀបដាក់ពណ៌អីផ្សេងគឺខ្ញុំបានបង្ហាញហើយនេះខ្ញុំបង្ហាញបន្ថែមទៀតអញ្ចឹងនៅពេលដែលបងប្អូនចង់លុបទៅលើស៊ីតណាមួយបងប្អូនគ្រាន់តែចុចទៅលើស៊ីតហ្នឹងបងប្អូនយកពាក្យថាមកស្ដាំបងប្អូនអាចយកពាក្យ delete នេះបាន delete គឺបាត់ទៅលើស៊ីតអូខេអញ្ចឹងបន្តទៀតខ្ញុំចុចមកស្ដាំទៀតអញ្ចឹង insert នេះអត់បង្ហាញទេវាអត់មានតតោនឹងយើងបរិញ្ញាបត្រទេអញ្ចឹងបន្តទៀតទៅលើsheet នេះកន្លែង insert នេះខ្ញុំអត់បង្ហាញបងប្អូនទេហើយ rename ខ្ញុំបានបង្ហាញការវីដេអូមុនហើយនឹង copy move copy នេះគឺខ្ញុំបង្ហាញដែរហើយនឹងmenu code នេះអាហ្នឹងគឺខ្ញុំអត់បង្ហាញបងប្អូនទេហើយកន្លែង protect sheet នេះមានន័យថាគឺយើងដាក់ password ទៅលើ sheet ឧទាហរណ៍ខ្ញុំចង់ដាក់ password ទៅលើ sheet រៀននេះមួយខ្ញុំចុចមកស្ដាំខ្ញុំយកពាក្យថា protect sheet បន្តមកទៀតខ្ញុំវាយលេខកូដឧទាហរណ៍ខ្ញុំវាយលេខ1ទៅលេខ3បន្តមកទៀតខ្ញុំយកពាក្យអូខេបន្តមកទៀតខ្ញុំវាយភាសាទៀតលេខកូដ1ដល់3ទៀតយកពាក្យអូខេពេលនោះបងប្អូនមិនអាចវាយអក្សរទៅលើ sheet ណាមួយបានទេក៏ប៉ុន្តែបងប្អូនអាច scroll មើលបានបងប្អូនអាចអូសទៅឆ្វេងអូសទៅស្ដាំបានឲ្យសេរីក៏ប៉ុន្តែបងប្អូនមិនអាចទៅសេអក្សរឬក៏កែទិន្នន័យទៅលើ sheet ណាមួយបានទេអញ្ចឹងដើម្បីដោះ sheet នឹងវិញបានបងប្អូនគ្រាន់តែចុចមកស្ដាំលើ sheet ដែលយើងដាក់ protect នឹងមកបងប្អូនយកពាក្យថា unprotect sheet បងប្អូនវាយលេខកូដលេខ1លេខ3បងប្អូនចុច OK ពេលនោះគឺបងប្អូនអាចវាយទៅលើcell ណាមួយបានខ្ញុំសូមបញ្ជាក់បងប្អូនកន្លែងនេះបន្តិចអញ្ចឹងមានន័យថាបើសិនជាបងប្អូនដាក់ protect sheet មានន័យថាដាក់លេខកូដទៅលើ sheet ណាមួយឧទាហរណ៍ថាដាក់លើ sheet លេខ2នេះបងប្អូនមិនអាចវាយអក្សរឬក៏កែតម្រូវទៅលើ sheet នឹងបានទេក៏ប៉ុន្តែ sheet ផ្សេងទៀតបងប្អូនអាចចូលកែបានដោយសេរីអញ្ចឹងឧទាហរណ៍ខ្ញុំដាក់ protect sheet លើនេះចុះមិនខ្ញុំបានដាក់ហើយពេលបងប្អូនសេទៅគឺមិនអាចសេបានទេប៉ុន្តែដល់ពេលបងប្អូនចូលកន្លែង sheet 5នេះបងប្អូនចង់សេនេះក៏បានដែរដោយសារតែយើងដាក់protect ទៅលើតែ sheet នេះមួយទេអូខេអញ្ចឹងបន្តទៀតទៅលើចំណុចមួយទៀតនេះគឺ hit hit លើនេះយើងអាចលាក់ទៅលើ sheet ណាមួយបានឧទាហរណ៍ខ្ញុំចង់លាក់ sheet 5នេះខ្ញុំចុចមកនឹងមកខ្ញុំយកពាក្យថាហើយនេះគឺបាត់ដើម្បីដោះវិញបងប្អូនចុចមកស្ដាំលើនឹងម្ដងមកយកពាក្យថាអានហើយនេះមកបងប្អូនយកពាក្យថាអូខេគឺពេលនោះគឺមកវិញហើយអញ្ចឹងសម្រាប់ចំណុច sheet នេះគឺខ្ញុំបង្ហាញបងប្អូនតែប៉ុណ្ណឹងគឺបញ្ចប់ទៅលើ sheet អូខេតាំងពី rename តាំងពី hit អីផ្សេង protect sheet អីខ្ញុំបានបង្ហាញអស់ហើយអញ្ចឹងសម្រាប់វីដេអូនេះផងដែរគឺខ្ញុំសូមបញ្ចប់តែប៉ុណ្ណឹងអញ្ចឹងវីដេអូក្រោយៗខ្ញុំនឹងបង្ហាញជាបន្តទៀតនៃ interface មួយដើម្បីបងប្អូនយល់អញ្ចឹងសូមអរគុណដល់បងប្អូនដែលបានទស្សនាតាំងពីដើមដល់ចប់សូមបងប្អូនជួយជាមួយនឹងចុច comment ជាមួយនឹងចុច subscribe នៃវីដេអូនេះមួយផងដើម្បីឲ្យខ្ញុំមានកន្លែងចិត្តនៃការធ្វើវីដេអូជាបន្តទៀត
ជាចុងក្រោយសូមជម្រាបលានិងសូមអរគុណច្រើន